លោកណាធ្វើយ៉ាងម៉េចទៀតទេសាកគិតទៅមើលពេលនេះកាយយ៉ាងមិនទៅហើយនាងរាជបុត្រចង់មានបន្ទូលឈួតយើងចាំបាច់ទៅនឹកនាងមុខសេះនោះធ្វើអីយើងគ្រាន់តែចង់ដឹងថាវាត្រឡប់ទៅផ្ទះវិញហើយឬនៅ 100% ប្រកាសជាទៅក្រាបទូលនេះ 100% ទៀតហើយមិនទេមិនថ្នមការពិតទៅនាងគួរអាណិតដែរស្ងប់ចិត្តទៅកែវណាម៉ាតាគេរៀបការហើយណាលោកតាចង់ពិនថោងធ្វើអីក៏ធ្វើទៅតែសម្រាប់ចៅគឺត្រូវនៅស្ងៀមត្រូវរងចាំតែក្នុងរយៈពេលដែលចៅរងចាំនេះចៅក៏បីត្រូវធ្វើអ្វីខ្លះល្អណាស់កែវណាម៉ាអ្វីដែលចៅធ្វើជារូបរាងពិតប្រាកដរបស់ចៅហើយគឺភាពមេត្រីជាភាពពងខ្ពស់ដែលចៅឲ្យអ្នកដទៃត
តាចៃកំពុងតែក្រៀមក្រំចិត្តពេលនេះគេប្រហែលជាកំពុងតែរៀបការនឹងគ្នាហើយលោកតាឲ្យចៅអង្គុយស្ងៀមធ្វើចិត្តល្អចិត្តមេត្តាតែគេជារបស់ចៅតាំងពីជាតិមុនពិតមែនទេលោកតាតោះទៅមើលអីជាមួយតាចៅឯងអោនមុខមើលទៅក្នុងទឹកទៅលោកតាគេស្នេហាគ្នាគេថ្នាក់ថ្នមគ្នាគេនោះស្អាតណាស់លោកតាចៅអោនមើលម្ដងទៀតទៅលោកតាហើយចូលស្រីនោះជាអ្នកណាតើលោកតាចៅមើលឲ្យច្បាស់ទៅអរព្រគុណលោកតានេះជាផលនៃវត្តប្រណិប័តផលនៃការតាំងសិលសូត្រធម៌ធ្វើភាវនាសមាធិជាផលនៃចិត្តមេត្តាករុណារបស់ចៅណាអញ្ចឹងដល់ពេលហើយឬលោកតានេះគឺជាជ័យក្រុងនៃនគរពារាណសីដែលព្រះរាជបុត្រពិនថោងតែងតែមកក្រសាលភាពអាកាសដូចអុកស្អាប់បែបនឹងពុកខ្ជិលអារឿងបោះផ្ទះនឹងហេកុំលូពេកតប៉ែអើយបើមិនលូមើលសម្រាមបើទុកតែ 2-3 ថ្ងៃហ្នឹងក៏ដូចភ្នំតាហើយទេពអប្សររបស់ខ្ញុំព្រះអង្គអើយល្អអីក៏ល្អម្ល៉េះចិត្តខ្ញុំរញ្ជួយអស់ហើយក្រអូបទាំងក្លិនល្អទាំងប្រាណបើពិតជាគូពីបុរាណសូមទេវតាជួយឲ្យបានជាគូគំតែបើប្រែជាអភ័ព្វមិនបានស្ម័គ្ររួមរយៈមេត្រីទេខ្ញុំព្រះអង្គសូមសច្ចាថាសុខចិត្តរស់នៅកំព្រារងាឯកាអស់មួយជីវិតហើយឯងទៅវិញចា
អ្នកស្អីអ្នកមកពីណាមនីរតនាទេវីក្នុងសុបិនរបស់បងបានជួបហើយជប់សិនទេពអប្សរបើទេពអប្សរបេះផ្កាយយកទៅបូជាព្រះមេត្តាឲ្យខ្ញុំភ្ជាប់និស្ស័យកសាងជាមួយទេពអប្សរផងលឿនណាព្រះចមត់ចាំទូលបង្គំផុសទៅណាហើយចិត្តពីបោះតាមភ្លាមស្អីវាយ៉ាងម៉េចអីណាមិនចឹងអីណាណាលោកតានោះគេមកដល់ហើយនោះលោកតាម្នាក់ដែលដល់ខាងមុខនោះលោកតាវាយគេថ្នាក់ក្នុងណាលោកតាហើយពីអ្នកដែលដល់ខាងក្រៅនោះលោកតាដាក់ចាក់ដៃបន្តិចទៅណាលោកតាអត់អីវាយងាប់មកយកមកពួនជីទីរាជបុត្រទេកុំវាយងាប់រាជបុត្រទេកុំវាយងាប់ថាកុំវាយងាប់វាយរាជបុត្រទេរាជបុត្រទេព្រះរាជបុត្រសូមព្រះរាជទានតព្រះរាជបុត្រទូបង្គំមិនដឹងទេសូមព្រះរាជទានតមិនសមុទ្រមិនថ្នមកណាថ្លៃវិសេទោធ្វើឃាតព្រះរាជបុត្រត្រូវស្ងោទាំងជួក9ពូ
រួចហើយដាក់សោះក្នុងផ្ទះខ្ញុំមិនជាបានទៅបរិយាទៀតទៅនាងនៅខាងលើមែនទេនាងនៅខាងលើនោះខ្លួននេះគឺទៅនេះមិនមែនជាសុបិនទេជីវិតបងបានរស់ម្ដងទៀតហើយឈប់ទៅណាចោលបងទៅមនីរតនាអ្នកជាអ្នកណាមានអំណាចអ្វីមកហួងហាញរូបខ្ញុំយ៉ាងនេះជាអ្នកឈឺព្រោះស្នេហាឯអំណាចនោះគឺដង្ហើមដង្ហក់រកតែស្លាប់តើគ្រូពេទ្យសួរឯណាដាច់ចិត្តឈានជើងចេញដោយឥតមេត្តាបានណែស្ងៀមមើលកំស្រែកតែអូយណែស្ងៀមអូយណែកំស្រែកលឺពេករំខានបរិយាបទតិចកំអត់កទៅអូយមែនហើយត្រូវហើយមានដឹងអីសាអស្ចារ្យពិតជាអស្ចារ្យមែនខ្ញុំក៏មានរឿងមួយដ៏អស្ចារ្យដែរស្អីទៅរឿងអស្ចារ្យរបស់មើលធ្នមឯងនោះឆាប់និយាយទៅរឿងសុបិនមិនមែនយល់សពទេចុះរឿងអស្ចារ្យរបស់មើលសមុទ្រឯងស្អីរោគឺជារឿងបិសាចមិនមែនជារឿងខ្មោចព្រាយនោះទេមិនមែនតែដូចគ្នារោមើលធ្នមនិយាយមុនទៅមើលសមុទ្រនិយាយមុននិយាយមុនអញ្ចឹងយើងនិយាយប្រងគ្នាអត់ប្រគឺព្រះជាយាមនីរតនាក្រាបទូលគឺផ្ទះមួយនឹងហៅក្រាបទូលអញច្រឡំទេដឹងតាអាចទៅរួចទេថាមកចាស់បងប៉ិនថោងមកបន្ទាបខ្លួនធ្វើអំពើថោកទាបនៅខ្ទង់កំព្រក់មួយហ្នឹងទូលបង្គំតាមដាន 3-4 ថ្ងៃមកហើយក្រាបទូលសូមដាក់ក្បាលធានាក្រាបទូលយាយមិនចង់រំខានចៅទេយាយទៅព្រៃហើយណាត្រូវហើយតាក៏ទៅព្រៃដែរទៅកុំអីច័ន្ទម៉ាលីកុំឲ្យដៃរបស់បុនប្រឡាក់ក្លិនអាក្រក់ស្រីថោកទៀបម្នាក់នេះអ្នកណាបង្រៀននាងឲ្យធ្វើមកក្រាស់មកខ្លាញ់យ៉ាងនេះច័ន្ទម៉ាលីកុំណាបុតគ្មានពីអីត្រូវនិយាយទេយើងមិនចង់មកឈរនៅខ្ទមកំព្រក់នេះទេស្ដាប់ណាហើយចាំក្នុងបែងក្បាលនាងគ្មានសិទ្ធិមកធ្វើមុខខឹងទេមិនកាត់ក្បាលទុកថាសំណាងណាស់ទៅហើយត្រូវតែដឹងថានាងជាមនុស្សក្រោយគេជាមនុស្សក្នុងត្រកូលថោកទាបម្ចាស់បងយើងទៅវិញទៅម្ចាស់បងមេដាសូមឲ្យបុតយាងទៅពេលនេះព្រះមេដាប៉ិនថោងចង់និយាយអីទៅនិយាយនៅព្រះដំណាក់ទៅនិយាយហេតុផលរបស់បុតទៅបុតធ្លាប់សុបិនឃើញមនីរតនាញឹកញាប់យើងទាំងពីរបានពោលពាក្យស្នេហាជាមួយគ្នានាងជាស្រីទីមួយដែលបុតស្រឡាញ់គឺស្រឡាញ់មុនច័ន្ទម៉ាលីទៅទៀតមិនជឿម្ចាស់បងកុហកឈប់ទៅច័ន្ទម៉ាលីយំមិនមែនជាដំណោះស្រាយទេហេតុផលរបស់បុតគួរឲ្យចង់សើចណាស់ចង់ធ្វើឲ្យសុបិនខ្លាចជាការពិតគឺមិនបានតែមួយយ៉ាងគឺបុតប៉ិនថោង
គ្មានតែច័ន្ទមាលីគ្មានមនីរតនាគ្មានថ្ងៃទៅប្រពៀតព្រៃទេទៅណាច័ន្ទមាលីចាំបាច់ខាត់ធ្វើអីទុកឲ្យគេស្រែកទៀតទៅច័ន្ទមាលីគេធ្លាប់តែស្រែកអញ្ចឹងតើព្រះអង្គទ្រង់កុំចាក់មកឲ្យខ្ញុំម្ចាស់ធ្វើអីខ្ញុំម្ចាស់កំពុងតែពិបាកចិត្តកុំធ្វើអីផ្ដេសផ្ដាស់មនីរតនានៅក្នុងពោះចៅមានជីវិតកើតឡើងហើយលោកតាមកចាប់បងបិទថាស្រឡាញ់ខ្លាញ់នោះណាប្រហែលជារបស់មួយស្រីកំណាំនោះហេព្រះមេដាម៉េចចាប់អារម្មណ៍ម្លេះប៉ិនថោងនេះជារបស់ក្មេងលេងតើទូលបង្គំនឹងវិលទៅនគររបស់ទូលបង្គំវិញមិនបានគ្មានអ្នកណាអាចខត់ទូលបង្គំបានទេប៉ិនថោងសូមក្រាបថ្វាយបង្គំព្រះរាជបុត្រសូមក្រាបទូលព្រះរាជបុត្រយាយម៉ាប់តាមកបានប្រាប់ថាព្រះជាយាមនីរតនាចេញបាត់ពីផ្ទះ 4-5 ថ្ងៃហើយក្រាបទូលព្រះរាជបុត្រសំពៅត្រៀមរួចរាល់អស់ហើយសូមព្រះអង្គយាងឥឡូវនេះតែម្ដងទៅក្រាបទូលអត់ទេមិនសមុទ្រមិនថ្នមយើងត្រូវការយកមនីរតនាទៅជាមួយផងបងអង្គមិនបានទេព្រះរាជបុត្រពលសេនារបស់ព្រះជាយាច័ន្ទមាលីប្រហែលជាចិត្តមកដល់ហើយក្រាបទូលព្រះរាជបុត្របើគូព្រេងមិនព្រាត់បើព្រាត់មិនព្រេងទេក្រាបទូលយើងធ្វើដំណើរបានប្រហែលថ្ងៃហើយមើលសមុទ្រមើលថ្នាំទូលព្រះអង្គគឺ5យប់5ថ្ងៃហើយក្រាបទូលប្រឹងតិចឡើងណាប្រឹងទៅត្រង់តិចទៅណាចិត្តកើតលើហើយមិនអីទេមិនអីទេកើតលើហើយណាប្រឹងតិចទៅអីទេមើលសមុទ្រមីមក
មិនថ្នម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 ស្អីស្អីក្រឡាមិនថ្នមស្អីគេស្អីតែស្ងៀមមិនថ្នមសពើមិនថ្នមចុះព្រាយច្បុតព្រាយច្បុតណែណាចាប់មាត់មែនហើយព្រាយច្បុតព្រាយចាប់មាត់ណែណាចេះព្រាយចាប់មាត់ព្រាយច្បុតទៅយ៉ាងណាចេះព្រាយច្បុតទៅមើលខាងនោះទៅអកុសលផលកម្មនៃបិណ្ឌថោងម៉ឺនសមុទ្រម៉ឺនថ្នមជាបរិវារអណ្ដែតទៅលើឆ្នេរជលសានគរយក្សាវិរុលច័ន្ទយៈចាប់យៈចងបងពិឃាតតែឆ្លៀតឃុំខាំងចាំស្ដេចយៈវិលមកកាត់ទោសតាមច្បាប់យៈជានឹងនិយាយពីបិណ្ឌកែវបុត្រាបិណ្ឌថោងមុនីរតនាឬកែវណាមាសិស្សអីសីចេះរត់ចេះដើរចេះនិយាយកែវស្នេហ៍ពេកក្រៃអាល័យភត្រាធ្វើបង្គំលោកតាល្អហើយពុនកៅចៅអូណូមេតាចៅមកហើយបិណ្ឌកែវនេះមេតាសោតឯបិណ្ឌថោងវងក្សត្រាត្រូវពូយក្សាចាប់ដាក់ឃុំបង្អត់អាហារយ៉ាងដំណំបង្ខំឲ្យដេកដាបផ្ទាល់ដីជាបុណ្យកុសលនៃបិណ្ឌថោងកូនយៈទាំងសងបងបែតដីឈ្មោះសយសុវណ្ណច័ន្ទសេដាស្រីឲ្យបាយចំណីសំដីផ្អែមពោលពាក្យបញ្ឈៀងឌៀងនេត្រាកិរិយាចិន្តាអៀនអន់ផលអន្តងដួងใจប្រុសបិណ្ឌថោងនេះម្ដងធ្លាក់ក្នុងអន្លង់ស្រីអីសីដឹងច្បាស់ថាបិណ្ឌថោងនេះម្ដងនឹងខ្សែដោយអាសុរីឲ្យកែវណាមាកាឡាប្រាំថ្មីជាប្រុសរឹតក្រៃចូលវាយយៈមីទោះជានៅក្នុងកលៈទេសៈណាក៏ដោយកែវត្រូវតែមានចិត្តមេត្តាករុណាទទួលទៅ វាយឈ្នះពលយៈទាំងស្ដេចយៈតែថាជាអ្នកមានមេត្តាសន្តោសជីវិតឲ្យអាសុរាយៈសាដឹងគុណលើកកូនឲ្យឯសយសុវណ្ណច័ន្ទសេដាគ្មានចិត្តស្នេហាលើកែវឡើយស៊ូស្ងៀមមានទុកធ្វើប្រងើយព្រះអើយព្រោះខ្លាចព្រះបិតាធ្វើហាក់ពេញចិត្តនឹងកែវណាស់ទោះទើសទាស់ចិត្តដូចម្ដេចម្ដាប្រឹងប្រែងញញឹមប្រំប្រយាគ្មានហ៊ានវាចាបន្តិចណាឡើយ
ពិនថោងដឹងរឿងកើតឈឺផ្សាសយសវណ្ណច័ន្ទសេដាបានគេហើយប្រុសកែវខេខឹងថាប្តីអើយមិនដេចឡើយល្មោបស្នេហ៍ឥតស្រណោះលួចប្រាប់សយសវណ្ណច័ន្ទសេដាថាបងនេះណាជាស្រីស្មោះប្រាប់វិរុលម៉ាឲ្យដូរដោះរឿងនោះឲ្យការនឹងពិនថោងព្រោះត្បិតតែចិត្តធ្លាប់មេត្តាព្រោះខ្លាចផុសស្ដាឈឺផ្សាផងព្រោះចិត្តស្នេហាលើប្អូនបងនួនល្អសយសុវណ្ណច័ន្ទសេដាការស្រេចកាលណាព្រះពិនថោងថ្វាយបង្គំផ្គរលាយសានាំសយសុវណ្ណច័ន្ទសេដាយាត្រាវិលទៅនគរដើមឯកែវណាមាកាលាកាយសែនសោកសែនស្ដាយសែនស្រណោះទូចចិត្តនឹងប្តីឥតអាឡោះចិត្តស្មោះមេត្រីមុនីរតនាប៉ុនកែវឈប់ប៉ុនកែវលោកតាជួយផង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 ប៉ុនកែវហត់ទេបាត់អត់ទេព្រះមេដាប៉ុនកែវចៅបិទភ្នែកទៅតានឹងបង្រៀនចៅឲ្យចេះធ្វើសមាធិកណាលោកតាដំកល់ចិត្តឲ្យស្ងប់ណាអរលោកអញ្ជើញរកកន្លែងគួរសមអរគុណក្រាបទូលច័ន្ទម៉ាលីប្រហែលជាជិតមកដល់ហើយមិនចាំបាច់ធ្វើអញ្ចឹងព្រះបិតាជាគំនិតរបស់មេដាបុត្រទេព្រោះចង់ដឹងថាក្នុងបដាព្រះជាជារបស់បុត្រតើមានអ្នកណាខ្លះទទួលស្គាល់កែណាម៉ែតែបុត្រក្រែងចិត្តសយសវណ្ណច័ន្ទសេដាណាអត់ទេម្ចាស់បងសំរុំហើយព្រោះពួកខ្ញុំម្ចាំងអ្នកមកក្រោយគេត្រូវទទួលតាមលំដាប់ដោយមានម្ចាស់បងកែណាម៉ាជាព្រះជាជាដើមក្រាបទូលសយសវណ្ណច័ន្ទសេដាបុត្រគុំប្រហែសជាមួយនាងមុខសេះនោះឲ្យសោះវានោះមុខក្រាស់ណាស់អត់ការអៀនខ្មាស់ថោកទាបតាមមើលទៅប្រហែលជាវាស្លាប់បាត់ទៅហើយបត់ឃើញទេនោះទេសភាពព្រៃភ្នំមើលពីលើទៅតែស្អាតទេស្អាតណាស់ម៉ែកែវអូនោះពិនកែវបត់ភូមិខាងមុខនោះគឺជាភូមិកំណើតរបស់ម៉ែហើយណាណែកូនដឹងទេស្រីកូនជានោះស្អាតមិនស្មើកូនទេមកធ្វើអីបើមកវាយ៉ាងម៉េចភ្ញាក់ផ្អើលឬក៏ព្រួយបារម្ភកុំចេះរឿងយើងបានហើយស៊ីនូនកុំរវល់នឹងពួកគេសិតតែឈួតឡាប់ទេមកលោកជាដល់បរិយាវាំងឲ្យបត់មកសុំបរិយាទ្របទៅធ្វើបុណ្យខ្មោចសេះនោះមែនទេមិនមែនទេក្រាបទូលខ្ញុំម្ចាស់មកទូលថ្វាយថានាងសេះញីមួយក្បាលនោះមិនទាន់ស្លាប់ទេព្រះជាយាកែវកំពុងតែយាងមកលោកជា
ជាបិតាបុត្រហើយថ្វាយបង្គំទៅបុត្រថ្វាយបង្គំបិតាបុត្រទៅឈប់សិនក្មេងនេះជានរណាក្មេងនេះជាកូនអ្នកណាហ่าកែវក្រាបទូលប៉ិនកែវគឺជាបុត្រខ្ញុំម្ចាស់នៅស្វាមីប៉ិនថោងក្រាបទូលណែនាងមកសេះនាងមានសហាយជាមួយអ្នកណាតាមមកព្រះបិតាវាសម្លាប់មនីរតនាហើយនាងធ្វើអីមនីរតនាចិញ្ចៀននេះព្រះរាជបុត្រប្រទានឲ្យខ្ញុំម្ចាស់ហើយប៉ិនកែវនេះគឺជាបុត្ររបស់ព្រះអង្គតើវាអាចទៅរួចទេម្ចាស់បងវាសាហាវណាស់ព្រះបិតាព្រះមេតាវាអាចសម្លាប់មនីរតនាព្រមទាំងចាប់បុត្រមកចិត្តអាយកាមកចៃមានអ្នកណាជឿវាទេខ្ញុំម្ចាស់ជឿហើយភូមិផានសោយសវណ្ណច័ន្ទសេតាណាគ្រីក៏ជឿដែរព្រោះគេមិនបានសោយចំអកហើយក៏មិនបានបូនមាត់បាត់ដុំដៃនឹងមិនមានអាការៈមើងងាយមើលថោកកែឡើយច្រើនដំណំមកហើយក្នុងរាជវង្សមិនដែលមានរឿងបែបនេះទេបញ្ចប់វាទៅមន្តថាហើយបណ្ដេញវាឲ្យទៅនៅព្រៃវិញទៅប៉ិនកែវមកបត់មិនបានទេព្រះបិតាសូមព្រះរាជទានទោសផងបុត្រក៏ចង់រកយុត្តិធម៌ឲ្យមនីរតនាដែរបុត្រចង់ទុកពេលឲ្យនាងបន្តិចទៀតច័ន្ទសេតាក្នុងវាំងមានសុទ្ធតែមនុស្សអាក្រក់ច័ន្ទត្រូវមិនបានទេបង្កែវនេះចាំនិយាយស្ដីឲ្យប្រយ័ត្នមាត់បន្តិចទេយ៉ាងហោចណាស់ក៏មានព្រះមហាសីមួយដែរបង្កែវអូនចង់និយាយការពិតមិនបានទេច័ន្ទម្ចាស់បងប៉ិនថោងស្រឡាញ់តែភាពខាងក្រៅរបស់មនុស្សគឺរូបសម្ផស្សបងចង់ឲ្យម្ចាស់បងមានភក្តីស្រឡាញ់ដល់ភាពខាងក្នុងរបស់មនុស្សគឺចិត្តគំនិតនិងគុណធម៌តែប៉ិនកែវគេពិបាកចិត្តគេឈប់និយាយស្ដីឈប់សោយឈប់កសាលអ្វីទាំងអស់បង្កែវគួរតែធ្វើអ្វីមួយដើម្បីឲ្យប៉ិនកែវសប្បាយចិត្តណាស់ហើយចាស់ដើម្បីប៉ិនកែវបងយល់ព្រមតោះពួកយើងទៅរកគេទៅម្ចាស់អូនឃើញប៉ិនកែវទេអត់ឃើញទេសូម្បីតែនៅសួនខាងក្រៅក៏អត់ឃើញដែរម្ចាស់បងល្ងាចណាស់ហើយត្រូវទទួលព្រះរាជាទៅបានតែប៉ិនកែវគេទៅណាត្រូវរកគេឲ្យឃើញមុនថ្ងៃលិចប៉ិនថោប៉ិនកែវកូនប៉ិនកែវប៉ិនកែវណែណាបុត្រសម្ដេចវេស្សវណ្ណសម្ដេចវេស្សវណ្ណសម្ដេចវេស្សវណ្ណព្រះមនីសីមានកើអីគឺសម្ដេចវេស្សវណ្ណនឹងខ្ញុំត្រូវធ្វើអ្វីមួយជួយកែវដល់មកហើយ
មន្ត្រីព្រះបុត្រា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 ប៉ុនកែវកូននាងកែវអើយនាងធ្វើឲ្យមានបញ្ហាទៀតហើយយើងធ្វើទៅនឹងយើងវិញម្ដងហើយឬក៏ជាវិធីរបស់លោកតាបានហើយកុំតាមបញ្ចប់ផែនការរបស់យើងសិនទៅព្រះបុត្រា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 រាជបុត្រព្រះរាជបុត្រព្រះរាជបុត្រហ៎ព្រះរាជបុត្រអូព្រះរាជបុត្រព្រះបុត្រាព្រះរាជបុត្រអឆាប់ឡើងជួយព្រះបុត្រាផងទៅអូកែជួយព្រះបុត្រាផងទៅប៉ុនកែ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 បុត្រប៉ុនកែប៉ុនកែបាត់ខ្លួនឡើងប៉ុនកែប៉ុនកែប៉ុនកែយ៉ាងមិនហើយបុត្រប៉ុនកែ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 បុត្រប៉ុនកែប៉ុនកែចាញ់ប៉ុនកែបុត្រប៉ុនកែបុត្រនៅណាធ្វើអីបុត្រប៉ុនកែចាញ់ប៉ុនកែបុត្រចេញទៅស្រីបិសាចស្រីសន្តានសេះនាងឯងមិនមែនជាមេត្តារបស់ប៉ុនកែទេនាងឯងសម្លាប់មនីរតនាឥឡូវសម្លាប់បុត្រប៉ុនកែរបស់យើងទៀតសងប៉ុនកែយើងវិញមកសងមនីរតនាយើងវិញមកប៉ុនកែចេញទៅឆាប់សិនបាត់ប៉ុនកែលោកតា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 និមន្តមកហើយធុញនឹងនាងណាស់នាងកែវតែតាមកដើម្បីតែមកជួយអីចៅប៉ុនកែវក៏មិនបានដែរតាមិនអាចជួយអីបានទេមិនចឹងលោកតាលោកតានិមន្តគង់តែតាដឹងថាត្រូវធ្វើយ៉ាងម៉េចត្រូវធ្វើយ៉ាងម៉េចទៅលោកតាគឺមេដាបៃតាប៉ុនកែវត្រូវធ្វើដំណើរទៅរកសម្ដេចវេស្សវណ្ណនៅភ្នំយុគន្ធរយ៉ាងយូរត្រឹមតែមួយខែដើម្បីសុំវិញ្ញាណប៉ុនកែវមកវិញណាតែប៉ុនកែវមិនមានមេដាទេលោកតាខ្ញុំម្ចាស់នឹងហើយជាមេដារបស់ប៉ុនកែវណែនាងមកសេះនាងចង់លេងល្បែងអីទៀតហើយ
ចំណែកមេដាក៏មិនច្បាស់ក្នុងចិត្តដែរតែមេដាមើលឃើញថាកែណាម៉ាមានភាពជាមេដារបស់ពិនកែវពិតបើជីវិតពិនកែវពិតជាសំខាន់មែនអ្នកទាំងពីរល្មមចេញដំណើរហើយតើក្មេងនោះវាយ៉ាងម៉េចហើយគេធ្វើដូចម៉ែអបាន5អញ្ចឹងហត់នេះយកទៅឯងអាចរស់នៅបាន3ឆ្នាំហើយភៀសខ្លួនទៅនៅស្រុកក្រៅទៅបានអរគុណខ្ញុំលាសិនហើយម៉ែចុះផែនការទី2នេះព្រះអង្គមិនអីទេបងអង្គមិនបានទេម្ចាស់បងត្រូវទៅមុខទៀតបានប្រហែលថ្ងៃហើយនេះកែវ20 យប់ 20 ថ្ងៃហើយក្រោយវិបោះហើយថ្នាំពេទ្យលូងជួយរក្សារាងកាយឲ្យពិនកែវបានតែ20ថ្ងៃទេពិនកែវម្ចាស់បងថយចេញអស់ចិត្តហើយនៅនឹងកែវអស់ហើយទៅលេរួចទៀតហើយលោកតាបើអញ្ចឹងចៅឡើងទៅលើភ្នំទៅខាងលើចៅឃើញរូងមួយហើយឯងចូលទៅតាមរូងភ្នំនោះទៅ
ប៉ិនកែវខ្ញុំមិនព្រះបត្រាប៉ិនកែវប៉ិនកែវព្រះបត្រាប៉ិនកែវព្រះបត្រាប៉ិនកែវប៉ិនកែវប៉ិនកែវព្រះបត្រាព្រះបត្រាប៉ិនកែវព្រះបត្រាលោកគឺសម្ដេចវេស្សវណ្ណមែនទេអ្នកមកពីណាដើម្បីអ្វីយើងដឹងអស់ហើយតែហួសពេលហើយប៉ិនកែវកូនម្ដាយប៉ិនកែវសម្ដេចវេស្សវណ្ណតើត្រូវធ្វើយ៉ាងម៉េចទៅត្រូវមានអ្នកទទួលការស្អុយរលះរលួយជំនួសប៉ិនកែវខ្ញុំព្រមកែវនាងមិនមែនជាម្ដាយរបស់ប៉ិនកែវទេនាងកុំធ្វើអញ្ចឹងម្ចាស់បងចង់ម្ចាស់បងយល់យ៉ាងម៉េចខ្ញុំម្ចាស់មិនខ្វល់ទេប៉ិនកែវជាសាច់ឈាមរបស់ខ្ញុំម្ចាស់សម្ដីវេស្សវណ្ណឲ្យភាពរលះរលួយមកខ្ញុំចុះកែវប៉ិនកែវបាត់ភាពរលះរលួយហើយប៉ិនថោងធ្វើបានសម្រេចហើយអូនមិនមែនទេគឺកែវណាម៉ាគឺប៉ិនថោងកែវណាម៉ាទេព្រះអង្គគឺកែវណាម៉ាប៉ិនកែវសម្ដេចវេស្សវណ្ណផ្ដល់ជីវិតឲ្យប៉ិនកែវកូនខ្ញុំម្ចាស់វិញមកតែពួកអ្នកប្រហែលជាធ្វើមិនកើតទេអ្វីទៅសម្ដេចវេស្សវណ្ណគឺជីវិតខ្ញុំអាចធ្វើបានកែវកុំកែវមិនមែនជាមិត្តដារបស់ប៉ិនកែវទេនាងធ្វើបែបនេះបានប្រយោជន៍អីខ្ញុំជាបិតារបស់ប៉ិនកែវធ្វើមកលើខ្ញុំវិញមកសម្ដេចវេស្សវណ្ណវេស្សវណ្ណត្រូវតែមើងម៉ាត់បន្តិចណាចង់ម្ចាស់បងយល់យ៉ាងណាខ្ញុំម្ចាស់មិនខ្វល់ទេតែជីវិតប៉ិនកែវគឺជាជីវិតរបស់ខ្ញុំម្ចាស់ខ្ញុំម្ចាស់លាម្ចាស់បងហើយកែវប៉ិនកែវរស់ឡើងវិញមែនប៉ិនកែវចាយើងរស់ឡើងវិញហើយរងវិញហើយព្រះមត្រារងឡើងវិញប៉ិនកែវពិតជារស់ឡើងវិញហើយនេះគឺជាស្នាដៃរបស់ប៉ិនថោងហើយប៉ិនកែវស្លាប់ចោលបងហើយកែវកុំស្លាប់អីកែវកុំស្លាប់អីកែវអូនកុំស្លាប់អីកែវកុំស្លាប់អីកែវអូនកែវកាត់អីនឹងកែវយើងឲ្យនាងតែភាពក្រោធក្រៀមមកកែវក្រោកឡើងល្វីងជូរចត់យើងមើលថោកនាងយើងជឿជ្រះឆ្អែតឲ្យនាងកែវរស់ឡើងវិញមកកែវរស់ឡើងវិញមកកែវកូនត្រូវកែវរស់ឡើងវិញមកបងត្រូវការកែវបងស្រឡាញ់កែវរស់ឡើងវិញមកកែវរស់ឡើងវិញមកបងត្រូវការកែវបងស្រឡាញ់កែវរស់ឡើងវិញមកកែវក្រោកឡើងមកកែវកូនត្រូវការរស់ឡើងវិញមកទោះជាអូនអាក្រក់យ៉ាងណាក៏បងស្រឡាញ់អូនជារៀងរហូតដែរកែវស្ដេចវេស្សវណ្ណធ្វើការបានល្អយើងសូមអរគុណហើយ
កែឡើងវិញហើយឡើងវិញហើយកែអូនព្រោះឡើងវិញហើយកែបងកែមកកែបងស្រឡាញ់អូនកែបងស្រឡាញ់អូនបងស្រឡាញ់អូនកែអូយព្រះអង្គកុំឲ្យខ្ញុំម្ចាស់ខ្លាំងពេកខ្ញុំម្ចាស់ថត់ដង្ហើមខ្លាំងណាស់ប៉ិនកែបាត់មកកែប៉ិនកែបាត់កែណាម៉ាគឺមនីរតនាកែណាម៉ាបាត់ត្រីមេដាបាត់ត្រីស្អាតណាស់កែណាម៉ាអូនប៉ិនកែបត់សូមព្រះរាជទានទោសឲ្យខ្ញុំម្ចាស់ផងក្រោកឡើងបត់ក៏ព្រោះតែខ្ញុំម្ចាស់ចង់ពិសោធន៍ចិត្តម្ចាស់បងតើបានធ្វើឲ្យមានរឿងមិនល្អបែបនេះល្អទេបុត្រល្អទេតើតែបិតាដូចជាអៀនខ្មាស់ណាទូលថ្វាយព្រះអង្គអ្នកទោសនាំមកឲ្យក្រាបទូលអូវាយកទៅកាត់កទៅព្រះបិតាបាត់សុំអ្វីពីព្រះបិតាម្យ៉ាងបានទេបាត់តែងតែឲ្យទៅអ្នកដតីដោយគ្រប់យ៉ាងដែលបាត់បានធ្វើមិនចង់បានអ្វីដែលជាកម្មអាក្រក់ពីអ្នកដតីឡើយសូមទ្រង់ព្រះរាជទានទោសឲ្យអ្នកស៊ីណយនិងស៊ីនួនម្ដងចុះក្រាបទូលដកហូតមុខតំណែងរឹបអូសទ្រព្យសម្បត្តិពីនាងស៊ីនួននិងនាងស៊ីណយហើយនិរទេសឲ្យទៅនៅជនបទទៅអរព្រះគុណព្រះអង្គអរព្រះគុណព្រះជាមនីរតនាកែអូនគួតថ្លៃនោះវាសំខាន់យ៉ាងម៉េចទៅ2 3 4 5 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 2 3 4 5
2 3 4 5 មើលទៅពួកលោកមិនសមជាអ្នកលេងសេះសោះ 1 2 3 4 5 មើលទៅពួកលោកមិនសមជាអ្នកថ្មីលេងសេះសោះអូសេះលេងសេះសំលឿនតិចមកយ៉ាងនឹងហើយចង់ធ្វើជាប្រេងជាយារបស់ប្រយុទ្ធរាជបុត្រនោះម៉ែនិយាយឆ្កែចឹង5នេះម៉ៅសណារាជបុត្រតាមទៅណាម៉ៅសណាមិនហើយរាជបុត្រតាមទៅរាជបុត្រតាមទៅរាជបុត្រហេ3 4 5អូតូមកជួបយ៉ាងគុំខសមុទ្រចូលធ្វើការបរិយាបង1 2 3 4 5 ដើម្បីបរិយាបុត្រដើម្បីបរិយាបុត្រត្រូវតែតស៊ូ3 4 5 ដើម្បីបរិយាបុត្រដើម្បីបរិយាបុត្រត្រូវតែតស៊ូម៉េច3 4 5 អូ